ចឹងហាក់ដូចជាជួនពេលនឹងព្រះមហេសីស៊ុលតានប្រសូតបុត្រណាស់ព្រោះអីទារកនេះបានបណ្ដែតចេញពីទិសនៃរាជដំណាក់ព្រះមហេសីហើយក៏មកទៅនៅក្រោយផ្ទះរបស់យើងធ្វើឲ្យបងមិនគិតមិនបានទេហានេះបងសង្ស័យថាមានគេធ្វើបាបព្រះមហេសីស៊ុលតានមែនទេត្រូវហើយព្រោះក្នុងលោកនេះគ្មានអ្នកណាកើតកូនមកជាឆ្កែជាឆ្មាដូចជាព្រះមហេសីស៊ុលតានទេវាជួនពេលគ្នាណាស់អូនឥឡូវនេះព្រះអង្គចេញរាជបញ្ជាឲ្យព្រះមហេសីមានបុត្រមួយទៀតដើម្បីព្រះអង្គពិសោធន៍ថាតើព្រះមហេសីមានបុត្រទី3នេះជាអ្វីបើព្រះនាងស៊ុលតានមានបុត្រជាមនុស្សធម្មតាព្រះអង្គមិនយកទោសទេតែបើកើតបរិជ្ជបុត្រមកជាអ្វីផ្សេងវិញនោះព្រះអង្គនឹងដាក់ទោសព្រះមហេសីហើយស្លាប់ហើយព្រះជាម្ចាស់ហើយជួយតើពួកយើងគិតធ្វើយ៉ាងម៉េចទៅគួរតែចិញ្ចឹមព្រះរាជបុត្រទាំងពីររបស់ព្រះមហេសីស៊ុលតានដែរទេយើងត្រូវតែចិញ្ចឹមគេដូចជាកូនយើងធម្មតាហើយរាជបុត្រទី2នេះបងដាក់ឈ្មោះថាប៉ែវីបងនឹងតាមស៊ើបរឿងនេះឲ្យដឹងច្បាស់ហើយរងចាំមើលមួយឆ្នាំទៀតតើកើតមានហេតុការណ៍បែបនេះទៀតដែរទេចំណែកអូនត្រូវតែលាក់រឿងនេះឲ្យជិតកុំឲ្យអ្នកណាដឹងឲ្យសោះណាអូចាបងចាប់តាំងពីថ្ងៃនោះមកនាយតម្រួតសួននិងប្រពន្ធបានមើលថែរាជបុត្រទាំងពីរដូចជាកូនបង្កើតដោយពុំឲ្យអ្នកណាម្នាក់ដឹងពីរឿងអាតកំបាំងនេះឡើយហើយនាយតម្រួតសួនបានយកសំណាញ់ទៅរាយពាំងមាត់ស្ទឹងពីម្ខាងទៅម្ខាងដើម្បីរងចាំមើលតើមានហេតុការណ៍គេបណ្ដែតទារកមកទៀតដែរឬទេនៅពេលដែលព្រះមហេសីប្រសូតបុត្រស្អីទៀតហើយបុត្រទី3របស់យើងកើតមកជាឈើអញ្ចឹងហ៎ព្រះអង្គព្រះមហេសីលើកនេះពិតជាប្រសូតបានបុត្រឈើមួយមែនណាខ្ញុំម្ចាស់រកពាក្យថ្លែងមិនរួចទេខ្ញុំម្ចាស់រត់តែតក់ស្លុតសឹងតែព្រះដាមទ្រូងស្លាប់ទៅហើយព្រោះតែអាណិតព្រះមហេសីពេកហើយមិនគួរណាបង្កើតព្រះរាជបុត្រទាំង3អង្គមកជាឆ្កែជាឆ្មានឹងដុំឈើបែបនេះសោះស្រីចង្រៃស្រីអត់ត្បាតនាងឯងចង្រៃនគរណាស់យើងមិនទុកជីវិតនាងឯងទៀតទេយើងទុកឱកាសឲ្យនាងដល់ទៅ3ឆ្នាំហើយហេតុអីក៏បង្កើតបុត្រឲ្យយើងជាសត្វធាតុនឹងឈើបែបនេះទេអយុត្តិធម៌ចំពោះខ្ញុំម្ចាស់ពេកហើយព្រះអង្គកាលពីព្រះរាជបុត្រទី1ទី2ខ្ញុំម្ចាស់បានស្លាប់បាត់ស្មារតីមិនចាំអ្វីទាំងអស់ពិតមែនតែដល់បុត្រទី3នេះនៅពេលដែលប្រសូតបុត្រខ្ញុំម្ចាស់ឮសំឡេងគេយំច្បាស់ណាស់រឿងអីដែលបុត្រខ្ញុំម្ចាស់កើតមកជាដុំឈើបែបនេះទៅវិញព្រះអង្គសូមទ្រង់ព្រះតម្រិះរកយុត្តិធម៌ឲ្យខ្ញុំម្ចាស់ផងព្រះអង្គព្រះអង្គសូមទ្រង់ព្រះតម្រិះសិនព្រះមហេសីមិនគួរមានទោសប្រហារជីវិតទេព្រោះនេះជាច្បាប់ធម្មជាតិដែលដាក់ទោសព្រះមហេសីឲ្យមានបុត្រមិនសមប្រកបជាមនុស្សបែបនេះមិនមែនព្រះមហេសីមានចេតនាចង់ឲ្យកើតរឿងបែបនេះទេក្រាបទូលដូច្នេះទោសព្រះមហេសីមិនគួរប្រហារជីវិតឡើយទេបើយើងមិនប្រហារជីវិតព្រះមហេសីយើងនឹងទទួលការសើចចំអកពីរាជវង្សរបស់យើងហើយតទៅមុខទៀតបើមាននរណាគេដឹងរឿងនេះច្បាស់ជាយកទៅនិយាយពីមាត់មួយទៅមាត់មួយកាន់តែធ្វើឲ្យយើងមានសេចក្តីអាម៉ាស់ដូច្នេះយើងមិនអាចទុកជីវិតនាងបានទេព្រះអង្គក្នុងច្បាប់ប្រទេសរបស់យើងពុំមានចែងអំពីការដាក់ទោសដែលស្ត្រីប្រសូតមកមានកូនមិនគ្រប់លក្ខណៈជាមនុស្សឡើយដូច្នេះបើព្រះអង្គចេញរាជបញ្ជានេះជាការមិនសមគួរដែលបំពានច្បាប់និងដាក់សម្ពាធទៅលើស្ត្រីឲ្យមានទោសទាំងមិនមានចេតនាបើប្រជានុរាស្ត្រក្នុងនគរដឹងច្បាស់ជាមានសេចក្តីមិនគោរពស្រឡាញ់ព្រះអង្គទៀតទេក្រាបទូលល្អបើយើងមិនអាចប្រហារជីវិតមហេសីស៊ុលតានបានទេអញ្ចឹងយើងត្រូវដាក់ទោសនាងឃុំឃាំងនៅក្នុងព្រះវិហារមួយបិទទ្វារឲ្យជិតនៅពេលដែលមនុស្សគ្រប់គ្នាជល់តែថ្វាយបង្គំព្រះត្រូវតែដាក់ទណ្ឌកម្មនាងដោយស្ដោះទឹកមាត់ដាក់នាងគ្រប់គ្នានេះជាទោសដែលនាងធ្វើឲ្យយើងខូចប្រតិយក្នុងការបង្កើតបុត្រឲ្យយើងមិនបានល្អហើយបើនរណាមិនធ្វើតាមរាជបញ្ជានេះត្រូវតែប្រហារជីវិតទទួលព្រះរាជបញ្ជាក្រោយពីបានទទួលព្រះរាជបញ្ជាពីព្រះអង្គរួចហើយលោកនាយករដ្ឋមន្ត្រីបាននាំខ្លួនព្រះមហេសីស៊ុលតានយកទៅឃុំឃាំងក្នុងព្រះវិហារមួយដោយប្រកាសតាមរាជបញ្ជារបស់ព្រះអង្គ
មនុស្សនៅក្នុងព្រះនគរទាំងអស់ដែលទៅថ្វាយបង្គំព្រះនៅក្នុងព្រះវិហារនោះតែងតែមានចិត្តអាណិតព្រះមហេសីគ្រប់គ្នាតែក៏គ្មានអ្នកណាហ៊ានជំទាស់នឹងព្រះរាជបញ្ជារបស់ព្រះអង្គដែរអូនអើយអ្វីដែលបងស្មានពិតជាមិនខុសមែនគេមានចេតនាច្បាស់ណាស់ធ្វើបាបព្រះមហេសីឲ្យទទួលទោសយ៉ាងទរន់ធ្ងន់ធ្ងរបែបនេះពីយប់មិញព្រះមហេសីប្រសូតបុត្របងចង់ដឹងក៏តែចាំនៅមាត់ស្ទឹងតាំងពីយប់ស្រាប់តែឃើញទារិកាមួយទៀតគេបណ្ដែតចេញពីមាត់ស្ទឹងនៅទិសក្រោយរាជដំណាក់ព្រះមហេសីពិតមែនបងសន្និដ្ឋានថាបុត្រទាំង3នេះជាបុត្រព្រះមហេសីស៊ុលតាននិងព្រះអង្គកូរ៉ូសាច្បាស់ណាស់បើអញ្ចឹងយើងគិតធ្វើយ៉ាងម៉េចទៅបងយើងគួរតែយករឿងនេះទៅទូលព្រះអង្គដែរទេមិនបានទេយើងពុំទាន់មានភ័ស្តុតាងទៅបញ្ជាក់ព្រះអង្គនៅឡើយបើធ្វេសប្រហែសយើងមុខជាជាប់ទោសពីបទកុហកព្រះអង្គមិនខានដូច្នេះអូនត្រូវមើលថែរាជបុត្រានិងរាជបុត្រីទាំង3អង្គនេះឲ្យបានល្អចាំពេលមានឱកាសសមគួរហើយយើងយករឿងនេះទៅទូលព្រះអង្គចុះហើយបុត្រីអង្គនេះយើងនឹងដាក់ឈ្មោះថាព្រះនាងបារិសាទប្រពន្ធនាយតម្រួតសួនពេលលើប្តីប្រាប់បែបនេះក៏ធ្វើតាមប្តីទាំងអស់គាត់បានខិតខំមើលថែចិញ្ចឹមបីបាច់ថែរក្សាព្រះរាជបុត្រទាំងពីរព្រះអង្គនិងព្រះនាងបារិសាទរហូតដល់ធំពេញវ័យដូចជាកូនបង្កើតនៃខ្លួនដោយពុំឲ្យអ្នកណាម្នាក់ដឹងពីរឿងអាថ៌កំបាំងនោះឡើយអស់រយៈពេល19ឆ្នាំក្រោយមកព្រះអង្គម្ចាស់ទាំងពីរព្រះអង្គបានធំពេញរូបពេញរាងស្រស់សង្ហាន់ណាស់ចំណែក